គ្រប់សម្រាបសួរក៏ដូចជាសួស្តីនេះគឺជាប្លុកថ្ងៃចុងក្រោយដែលយើងនៅសៀមរាបខេត្តសៀមរាបដែលយើងទៅលេងកាលពីថ្ងៃមុនហើយសម្រាប់អូនដែលអត់ទាន់មានដៃគូស្នេហាបាទទៅនេះយើងអាចទៅសៀមរាបមកនេះសម្រាប់ពលជា fan ដែលមិនសុខស្គាល់ទៅដល់ថ្ងៃថានៅសៀមរាបនឹងមានប្លុកសញ្ញាប៉ុណ្ណេះកម្ពស់វាស្ទើរមិនចិត្តជាង8ជាងអីដែលជាថែបរបស់នារីយើងហើយបាទតែនេះយើងដើរលេងខ្លះមកដើម្បីលើកស្ទួយវិស័យសេដ្ឋកិច្ចរបស់យើងឲ្យកាន់តែរីកចម្រើនទៀតហើយសម្រាប់អ្នកគូយើងអាចមកម្នាក់ឯងមួយក៏មួយមកមួយ best friend ឯងមកដល់ទៅសៀមរាបមានមកយើងអាចខ្សែសងស្នេហាគ្នាបានមិនឆ្ងាយទេchance to walk beside your wandering dance. Lại nè bố. Đồ mau tự vinh hơi. ថ្ងៃទៅវិញខ្ញុំក៏បានយកឡានខ្ញុំមកដាក់នៅក្រែមួយដើម្បីឲ្យគាត់ធ្វើ double lane ឲ្យខ្ញុំដើម្បីកាយឲ្យមើលទៅរៀងសង្ហាជាងនឹងបន្តិចទៀតហើយយើងក៏បានធ្វើការឡើងផាសាប់ដើម្បីមកពលានយន្តហោះនៅខេត្តសៀមរាបហើយនៅពេលដែលខ្ញុំឡើងជិះផាសាប់ហ្នឹងលោកពូផាសាប់គាត់បាននិយាយសន្ទនាមួយយើងថាអូនអើយរត់អត់ចំណេញទេពីក្រុងសៀមរាបមកដល់ពលានហ្នឹងចំណាយពេលខ្ទង់កន្លះម៉ោងទៅ1ម៉ោងហើយគាត់បានតែ 60000 ជាងទេហើយគាត់ថានៅពេលដែលចូលដល់ពលានហ្នឹងគាត់ត្រូវបង់ថ្លៃចំណតចូលក្នុងពលានហ្នឹងអស់ 10000 ទៀតនេះ 10000 ក៏ក្រោម 10000 ទេប៉ុន្តែដូចជាច្បាស់ថាជា 8000ហើយជា$2ដើម្បីបង់ចូលចំណតក្នុងពលានហ្នឹងហើយយើងគិតថាអូបុគ្គលនិយាយចឹងហើយយើងក៏ឲ្យធីបគាត់ថាបាញ់គាត់ 70000 ចុះអត់ចាំទេបើមិនបាញ់មក 70000 ទៅ 80000 ធីបឲ្យធៀបប្រហែលជា78000ដល់10000នេះហើយនៅពេលដែលយើងឲ្យលុយធៀបទៅគាត់ហើយគាត់ធ្វើមុខស្មើហើយគាត់ថាធំហើយខ្ញុំគិតថាហើយអញ្ចឹងគាត់ចង់បានប៉ុន្មានវិញព្រោះអីយើងជិះអស់ឡើង 6-70000 ហ្នឹងហើយយើងបាញ់ឲ្យគាត់លើសឡើងខ្ទង់ 7-8000 ដែរប៉ុណ្ណឹងវាគិតថាយើងគិតថាគួរសមហីព្រោះវាអស់ច្រើនដែរជិះពីក្រុងសៀមរាបមកពលានយើងចំណាយលុយឡើងជិត$20ហ្នឹងជិះប៉ាសាបើជិះឡានអស់ 100,000 ជាងខ្ញុំពិតជាហួសចិត្តមែនតើហើយគាត់បានសួរខ្ញុំថាអូនឯងដើរច្រើនប្រទេសចឹងអូនឯងនៅស្រុកគេដែលគិតថ្លៃសេវាថ្លៃចំណតចូលចឹងអត់ព្រោះខ្ញុំគិតថាស្រុកគេដូចជាអត់មានទេអាហ្នឹងប្រហែលទេអត់ទៅជាអីព្រោះខ្ញុំដើរច្រើនដែរយើងមកថៃយើងទៅវៀតណាមយើងទៅម៉ាកាវយើងទៅហុងកុងសៀងហៃអីតែយើងដឹងថាស្រុកគេត្រូវនៅពេលដែលចំណតអាស្អាប់ឬមួយក៏កាស៊ីចូលក្នុងពលានអញ្ចឹងត្រូវបង់ស្វាអីអត់កាលហ្នឹងក៏យើងក៏ដែរដឹងដែរប៉ុន្តែនៅសៀមរាបគឺគេគិតស្វាពួកគាត់អញ្ចឹងទៅក្នុងមកផាសអាប់គិត$2អីចឹងទៅ